សូមស្វាគមន៍មកកាន់ការចំអិនជាមួយនឹងក្រុម NLS STM 021 Let's go Let's go Let's go ដើម្បីធ្វើវាយើងត្រូវការសម្ភារៈដូចជា gelatin glycerin ម្សៅដំឡូងមីទឹកពណ៌កែវវាស់ជញ្ជីងជាពិសេសនោះថាកាន់តែធំកាន់តែល្អមិនណាតើយើងទៅទិញសម្ភារៈនោះទាំងអស់គ្នាឥឡូវហ្នឹងពួកយើងកំពុងតែនៅកន្លែងបោះពុម្ពគ្រឿងសម្ភារៈធ្វើនំដើម្បីទិញនៅសម្ភារៈសម្រាប់ផលិតនៅជីវៈផ្លាស្ទិករបស់យើងបន្តទៀតលទ្ធផលពិសោធន៍លើកទី3ទទួលបានផលបរាជ័យវាចេញជាលទ្ធផលប៉ុន្តែផលអត់ល្អវាចេញជាប្រភេទនេះស្រួយអត់មានសមាសភាពស្វិតទន់ដូចផ្លាស្ទិកទេវាចេញជាបាញ់ក្រាំងឡូតេស្តទី5 solution 100 ml ម្សៅដុល្លារមី15ក្រាមឥឡូវនេះតោះយើងមកមើលពីដំណើរការពិសោធន៍របស់យើងទាំងអស់គ្នាដាំទឹក3លីត្រវ៉ាល់ម្សៅ gelatin ចំនួន120ក្រាមវ៉ាល់ម្សៅដំឡូងមីដាក់ម្សៅ gelatin ចូលទឹកដែលដាំពុះទុក10ទៅ15នាទីឲ្យត្រជាក់ដាក់ glycerin ចំនួន30 ml ទុកឲ្យទឹកពុះស្រង់ពពុះចេញទុករយៈពេល10ទៅ15នាទីឲ្យត្រជាក់ដាក់ម្សៅដំឡូងមីចូលកូរឲ្យសព្វដាក់ទឹកពណ៌ដាំទឹកឲ្យក្តៅពី10ទៅ15នាទីកូរឲ្យសព្វរួចចាក់ចូលក្នុងពុម្ពតទៅពីសម្ងួតរួចយើងក៏បានកាត់ជារូបរាងនេះគឺជារូបរាងរបស់យើងប៉ុន្តែមានអារម្មណ៍ថាតងោតើធ្វើមិនទៅមែនតើមើលទៅដូចគ្រាន់បើជាងមុនតើឥឡូវយើងបានជាលទ្ធផលហើយតើរស់យើងគួរធ្វើយ៉ាងម៉េចទោះបីយើងបានជាលទ្ធផលមែនប៉ុន្តែយើងអត់ដឹងថាមតិផ្សេងរបស់អ្នកដទៃគិតអ្វីចំពោះផលិតផលរបស់យើងទេតោះយើងទៅមើលពីមតិផ្សេងទាំងអស់គ្នាតែខ្ញុំគិតថាជីវៈផ្លាស្ទិកនេះគឺល្អមែនដោយសារវាជួយដល់បរិស្ថានយើងហើយខ្ញុំគិតថាពេលអនាគតបើសិនជាវារីកចម្រើនមែនទីក្រុងឬក៏ community របស់យើងនឹងប្រសើរឡើងដោយសារតែមានការបំពុលដោយសារជីវៈផ្លាស្ទិកគឺវាជួយដល់បរិស្ថានច្រើនខាងនេះវារៀងសុទ្ធល្អវាហើយវាអាចរលាយលឿនហើយក៏អាចញ៉ាំបានហើយអញ្ចឹងវាល្អសម្រាប់បរិស្ថានអញ្ចឹង My name is Sean. I'm a Filipino living here in Cambodia. Every day we use a lot of plastics in our daily life. It's nice to see that there is a biodegradable bioplastic bag that is not made out of plastic but cassava starch and is plastic free, compostable and dissolves in water. កាត់បន្ថយការប្រើប្រាស់ plastic ជ័រហើយលើកកម្ពស់ការប្រើប្រាស់ជីវៈផ្លាស្ទិកដើម្បីបរិស្ថានរបស់យើងទាំងអស់គ្នា